สอเพราะกลจึงอ่อนถึงชีวสอนรูปปองก็มันเทยสายหาเปียกใดเมียนในครั้งนั้นจะสายอ่อนดังเตสายตายอ่อนหูยขนมดูนจึงบองต้องไม่สายสตองอ่อนมันเดินก็มันเทยสำตำไม้บองบ้านรวกบายไล่จะระไดเมตตาต่อบองพอฉันได้คำสอนลักหายมันพร้อมจะจังสไนโอนโรดมันนายระบบโอนปีหันทาบ้องบ้านลายดวงจันทร์สักใสส่องขาหรือหายป้าตรานตรายอ้อนเดินกุนพลังเตต้องไงรูปบองเวทเนียไอ้กาชีบาดวงจันทร์เต็มนังไอฉันได้คำสอนลักหายมันพร้อมจะจังสไนโอนโรดมันนายระบบโอนปีหันทามองบ้านลายฉันได้คำสอนลักหายมันพร้อมจะจังสไนโอนโรดมันนายระบบปีหันทาบ้องบ้านลายปีหันทาบ้องบ้านลายโฮโฮโฮបាទរីរីជាមួយនឹងពួកខ្ញុំបន្តទៀតបាទនៅបទចម្រៀងដែលមានចំណងជើងថាខ្មែរជួយខ្មែរបាទការខំជាយាមដងតែបានសម្រេចនៅថ្ងៃណាមួយតែยังព្រួយកងតែត្រូវដំស្រ័យដោយសារខ្លួនឯងរឿងពិនจะស្ដែងត្រូវគិតខំប្រឹងប្រែងឲ្យកុំបន់ដោយគុំតែទីក្រោយគេក៏ព្រានឹងទ្រាំទ្រយើងមិនខានតែងដកខ្មែរយើងគឺស្មោះសរវាបបរជាបងប្អូនប្រុសស្រីបានថែប្រពៃណីដែលជាគេពីដូនតារបស់យើងជាកូនខ្មែរត្រូវការពារអ្វីដែលជាសម្បត្តិជាតិយើងប្រវត្តិសម័យអង្គរទាំងការត្រូវការពារឲ្យបានយើងជាជាតិខ្មែរត្រូវជួយខ្មែរត្រូវកំថែមិត្តភាពឲ្យរួមទោះបីជាឆ្លុះយ៉ាងណាទោះបីជាទៅដល់ទីណាក៏ជាខ្មែរ
ខំប្រឹងប្រែងឲ្យកុំបន់ដោយគុំតែថ្ងៃក្រោយគេគ្រប់គ្នានឹងព្រមត្រយើងមិនខានតែដល់តែយើងគឺស្មោះសរភាពបបោគឺជាបងប្អូនប្រុសស្រីបានថែប្រពៃណីតែជាគេពីដូនតារបស់យើងជាកូនខ្មែរត្រូវការពីអ្វីដែលជាសម្បត្តិជាតិយើងប្រវត្តិសម័យអង្គរទាំងការត្រូវការពីឲ្យបានយើងជាជាតិខ្មែរត្រូវជួយខ្មែរត្រូវកំថែមិត្តភាពឲ្យរួមទោះបីជាឆ្លុះពីយ៉ាងណាទោះបីជាទៅដល់ទីណាក៏ជាខ្មែរយើងជាកូនខ្មែរត្រូវការពីអ្វីដែលជាសម្បត្តិជាតិយើងប្រវត្តិសម័យអង្គរទាំងការត្រូវការពីឲ្យបានយើងជាជាតិខ្មែរត្រូវជួយខ្មែរត្រូវកំថែមិត្តភាពឲ្យរួមទោះបីជាឆ្លុះពីយ៉ាងណាទោះបីជាទៅដល់ទីណាក៏ជាខ្មែរទោះបីជាឆ្លុះពីយ៉ាងណាទោះបីជាទៅដល់ទីណាក៏ជាសូមអរគុណបាទជំរាបសួរអ្នកទាំងពីរបាទដៃទ្របាទអមជាមួយនឹងហ្គីតាពិតជាពិរោះមែនទែនបទចម្រៀងពីរបទហើយជាពិសេសគឺបទចម្រៀងទី2អំញ្ញមិញនេះមានចំណុចជាថាខ្មែរជួយខ្មែរចាអរគុណចឹងសូមការលើកទឹកចិត្តពីបងប្អូនទាំងអស់គ្នានៅទីនេះសូមសម្ដែងខ្លាំងម្ដងទៀតជូនដល់ក្រុមរបស់លោកសាយចាអរគុណបាទសម្រាប់លោកសាយមានពីពីអ្វីដែរសម្រាប់ថ្ងៃនេះហើយតកតទៅនឹងបទចម្រៀង original ហើយយើងចង់មានអ្វីបន្ថែមទៅដល់អ្នកគ្រប់គ្រងណាសូមអញ្ជើញបាទខ្ញុំគឺជាអ្នកដែលតែងបទចម្រៀងនិពន្ធថ្មីម្នាក់ហើយចង់សូមឲ្យវាថាយើងបែរមកចាប់អារម្មណ៍ហើយនឹងមកគ្រប់គ្រងនៅបទចម្រៀងតែងនិពន្ធថ្មីព្រោះថាកូនខ្មែរយើងឥឡូវក៏បានតែងបទចម្រៀងពីរោះហើយក៏មានអត្ថន័យល្អៗផងដែរបាទហើយបើសិនជាការតែងនិពន្ធឬក៏ការចេញចម្រៀងបើគ្មានការគ្រប់គ្រងទេក៏យើងអត់អាចបន្តទៅមុខទៀតដែរចឹងបាទអញ្ចឹងសូមការគ្រប់គ្រងអ្នកទាំងអស់គ្នាផងបាទចាប៉ុន្តែអញ្ចឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នានៅពេលដែលកាន់តែមានការគ្រប់គ្រងគឺធ្វើឲ្យខាងអ្នកនិពន្ធគឺគាត់ចេះតែមានទឹកចិត្តបន្តនៅការងារស្នាដៃរបស់គាត់ផងដែរឆ្លែកនេះខាងនៅចិត្តនាងខ្ញុំនេះឈ្មោះដែរបាទខ្ញុំជួចម្រើនបាទអូខេចម្រើនមានអ្វីបន្ថែមទៀតទៅផ្សាយដែលបាននិយាយមុនហ្នឹងហើយជាពិសេសគឺសម្រាប់បទចម្រៀងនិពន្ធថ្មីអមនៅឧបករណ៍ភ្លេងខ្មែររបស់យើងអញ្ចឹងណាមានអ្វីបន្ថែមចង់ជម្រាបជូនដល់ទស្សនិកជនបន្ថែមទៀតសូមអញ្ជើញបាទនេះគឺជាគំនិតនិងឆន្ទៈរបស់យើងទាំងអស់គ្នាដោយសារយើងជាខ្មែរបេះដូងខ្មែរយើងធ្វើអ្វីដើម្បីខ្មែរតែមួយឆន្ទៈនឹងទិសដៅគឺយើងជាខ្មែរតែមួយបានយើងអាចធ្វើការងារនេះបានព្រោះគាត់លេងហ្គីតាខ្ញុំលេងទ្រដោយសារពីរនេះគឺជាឧបករណ៍ផ្សេងគ្នាមកពីប្រទេសផ្សេងគ្នាបាទដោយសារយើងមានឆន្ទៈជាខ្មែរតែមួយបានយើងអាចធ្វើអានេះទៅបានបាទមានអត្ថន័យមែនតើអញ្ចឹងសូមសម្លេងស្វាគមន៍មួយទៀតបាទអរគុណចាអរគុណជាពិសេសដល់សាយក៏ដូចជាចាខាងអូនផងដែរចម្រើនចាមានបទចម្រៀងចាឃើញថាលោកមុនក៏ធ្លាប់អញ្ជើញចូលរួមបានប៉ុន្តែដូចកម្រអត់ដែរបកស្រាយបទចម្រៀងសោះចាឱកាសក្រោយទៀតណាបាទអូខេអរគុណច្រើនអញ្ចឹងពេលវេលាជាបន្តទៀតនេះសូមរីករាយជាមួយនឹងតារាកយុរបស់យើងជាបន្តនៅវគ្គក្រោយពេលវេលានេះសូមសម្រាប់មួយ